សួស្តីអ្នកគ្រូតាបើអញ្ចឹងយើងចង់រំលូតគួរប្រើវិធីណាល្អខ្ញុំចង់និយាយថាពាក់ព័ន្ធមួយការរំលូតកូនណាវិធីសាស្ត្រមួយណាក៏អត់ល្អដែរគឺសុទ្ធតែប៉ះពាល់ទាំងអស់ចាចង់វិធីសាស្ត្រមួយណាក៏អត់ល្អដែរកុំថាឡើយប្រើថ្នាំតម្លាក់បងកោសសម្អាតរំលូតដោយចេតនាឬក៏រំលូតដោយអចេតនាគឺសុទ្ធតែប៉ះទាំងកិច្ចទាំងអស់ប៉ះទាំងកិច្ចទៅលើស្បូនទៅលើអរម៉ូនរបស់ស្ត្រីអញ្ចឹងគាត់សួរថាតើគួរធ្វើមិនមុននឹងរំលូតដើម្បីកុំឲ្យមានបញ្ហាក្រោយរំលូតចាសំណួរល្អមែនតើចឹងខ្ញុំចង់និយាយចេះបើសិនជាយើងអាចទុកកូននឹងបានឬក៏កូននឹងអត់លូតលាស់ឬក៏យើងមានការប៉ះទង្គិចចាដែលត្រូវធ្វើការរំលូតហ្មងណារឿងទី1គឺយើងទៅពេទ្យចាទៅពេទ្យឲ្យគេពិនិត្យសុខភាពឆែកសុខភាពទាំងម្ដាយទាំងកូនចាទាំងម្ដាយទាំងកូនដើម្បីគេដឹងថាតើយើងគួរប្រើវិធីសាស្ត្រណាដើម្បីធ្វើការរំលូតទៅឲ្យវាមានសុវត្ថិភាពហើយធ្វើការរំលូតជាមួយនឹងឯកទេសជំនាញផ្នែករោគស្ត្រីបានត្រឹមត្រូវជាពិសេសក្រោយពេលរំលូតយើងត្រូវយល់ដឹងពីការថែទាំសុខភាពក្រោយសម្រាលចាក្រោយរំលូតនឹងយើងសរសៃខ្ចីដោយស្ត្រីចាសម្រាលកូនអញ្ចឹងចាអត់មានធ្វើការងារធ្ងន់អត់មានធ្វើប្រហែលមួយសុខភាពរបស់ខ្លួនឯងទេក្រោយពេលដែលយើងរំលូតណាចាគឺយើងត្រូវញ៉ាំជាតិដែកញ៉ាំថ្នាំសាសធ្វើការងារឲ្យលើធ្ងន់ទេត្រូវថ្នមខ្លួនគេឲ្យបានគ្រប់គ្រាន់សូម្បីតែអាហារញ៉ាំក៏ញ៉ាំអីដែលបំពន់សុខភាពដែរហើយសម្រាប់បានគ្រប់គ្រាន់ចាហើយត្រូវញ៉ាំជាតិដែកបានត្រឹមត្រូវនិងញ៉ាំថ្នាំសាសឲ្យបានត្រឹមត្រូវចាអត់មានរំលូតហើយសម្រាប់ត្រឹមតែ2ថ្ងៃ3ថ្ងៃធ្វើការងារទូទៅដូចស្ត្រីធម្មតាអត់ញ៉ាំថ្នាំអត់ថែសុខភាពបងប្អូននឹងមានបញ្ហាទៅថ្ងៃក្រោយជាពិសេសនៅពេលដែលបងប្អូនចង់បានកូនទៀតពិបាកក្នុងការមានកូនហើយកូនមកអាចនឹងរលូតខ្លួនឯងមកចាអញ្ចឹងមុននឹងសម្រាប់ចិត្តមួយការរំលូតទៅឆែកសុខភាពជាមុនសិនទៅមើលអេកូចាតើកូននឹងនៅក្នុងស្បូនឬក៏ក្រៅស្បូនចាទៅមើលអេកូមើលសុខភាពម្ដាយមើលសុខភាពកូនបន្ទាប់មកទៀតធ្វើការរំលូតដោយមានការពិគ្រោះច្បាស់លាស់ជាមួយនឹងពេទ្យអ្នកជំនាញផ្នែករោគស្ត្រីឲ្យគេរំលូតឲ្យហើយត្រូវថែទាំសុខភាពរបស់ខ្លួនឯងក្រោយរំលូតទៀតអានឹងបានវាល្អបើសិនជាយើងចាំបាច់ត្រូវរំលូតអត់មានចេះតែញ៉ាំថ្នាំខ្លួនឯងរំលូតដោយខ្លួនឯងគឺគ្រោះថ្នាក់បំផុតអញ្ចឹងត្រូវប្រយ័ត្នបន្តិចអត់មានធ្វើប្រហែសទេព្រោះឯតែយើងធ្វើប្រហែសចាភាគរយតិចដែលវាមានសុវត្ថិភាពជួនកាលពេលភ្លាមនឹងអត់អីណាតែពេលដែលក្រោយពេលរំលូតកន្លះឆ្នាំមួយឆ្នាំក្រោយបានយើងមានបញ្ហាអញ្ចឹងប្រយ័ត្នបន្តិចបងអូន